សួស្តីបងប្អូនប្រជាកសិករជាទីរាប់អានថ្ងៃនេះយើងសូមលើកមកបង្ហាញជូននៅខ្សែវីដេអូមួយដែលនិយាយអំពីវិធីសាស្ត្រនៃការដាំសាឡាត់ជាលក្ខណៈគ្រួសាររបស់កសិករគំរូម្នាក់រស់នៅភូមិគោកដូងឃុំក្របីរៀលស្រុកសៀមរាបខេត្តសៀមរាបនេះគឺលោកយឿនយេនដែលមានបច្ចេកទេសនិងបទពិសោធន៍ក្នុងការដាំសាឡាត់ទទួលបានជោគជ័យដែលធ្វើឲ្យជីវភាពគ្រួសាររបស់គាត់មានការរីកចម្រើនធូរធារជាងមុនមួយកម្រិតខ្ញុំចាប់ដាំពីខែ10ដើមខែ10មកចុងខែ10ខ្ញុំអាចប្រមូលផលការផ្ដល់បច្ចេកទេសការផលិតដំណាំសាឡាត់នេះបានមកពីគម្រោងបឹងទន្លេសាបការដាំសាឡាត់នេះមានជាពិបាកទេកសិករដទៃអាចដាំបានដូចជាគ្រួសារខ្ញុំដែរក្នុងខ្សែវីដេអូនេះយើងនឹងផ្ដល់ជូនលោកអ្នកនៅរឿងពិតជាក់ស្ដែងដើម្បីងាយយល់អំពីការដាំសាឡាត់ដែលផ្ដល់ដោយកសិករនិងអ្នកជំនាញមុតកង្កែបរបស់យើងនឹងពន្យល់លោកអ្នកអំពីដំណាក់កាលមូលដ្ឋានគ្រឹះនៃការដាំសាឡាត់នេះសួស្តីមិត្តទាំងអស់គ្នាការដាំសាឡាត់មិនពិបាកទេប៉ុន្តែអ្នកត្រូវចងចាំនៅមូលដ្ឋានគ្រឹះមួយចំនួនដូចជាការត្រៀមសម្ភារៈការត្រៀមពូជសាបនិងការសាបគ្រាប់ការរៀបចំដីដាំកូនសាឡាត់ការថែទាំការប្រមូលផលសូមបញ្ជាក់ថារាល់មូលដ្ឋានគ្រឹះទាំងអស់នេះក៏មានបង្ហាញផងដែរនៅក្នុងសៀវភៅណែនាំបច្ចេកទេសស្ដីពីការដាំដំណាំសាឡាត់ផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាប PSTD ដែលអាចរកបានពី website www.psdcambodia.org សៀវភៅនេះគឺជាចំណេះដឹងបន្ថែមដ៏មានសារៈសំខាន់ទៅលើខ្សែវីដេអូនេះបើសិនជាអ្នកចង់បាននូវការយល់ដឹងកាន់តែច្រើនអំពីការដាំដំណាំសាឡាត់អ្នកក៏អាចរកវាបានពីអ្នកជំនាញកសិកម្មនៅប្រចាំខេត្តឬស្រុករបស់អ្នកជាការចាប់ផ្ដើមអ្នកត្រូវការនូវសម្ភារៈមួយចំនួនអ្នកត្រូវការគ្រាប់ពូជជីកំប៉ុស្តកម្ទេចចំបើងចេកទុំល្ហុងទុំត្រសក់ស្រូវទុំស្ករត្នោតសម្ភារៈទាំងនេះមិនជាថ្លៃប៉ុន្មានទេគឺក្នុងមួយរងដែលមានទទឹង1.2 ម៉ែត្រនិងបណ្ដោយ20 ម៉ែត្រចំណាយអស់ប្រមាណជា 7,500 រៀលប៉ុណ្ណោះប៉ុន្តែជប់សិនកុំអាលគិតអំពីតម្លៃឥឡូវនេះយើងមកមើលអំពីរបៀបសាបកូនសាឡាត់ជាមុនសិនជាដំបូងកសិករត្រូវលើករងសាបជាមុនសិនដោយនៅលើរងសាបនោះកសិករត្រូវដាក់ជីកំប៉ុស្តទ្រាប់បាតរងផងដែរក្នុងការត្រៀមពូជសាបកសិករត្រូវយកគ្រាប់ទៅខ្ចប់ក្នុងក្រណាត់ដែលងាយជក់ទឹកហើយត្រាំទុកមួយយប់ដើម្បីឲ្យគ្រាប់ស្រូបយកទឹកឆាប់ដុះពន្លកបន្ទាប់មកកសិករយកគ្រាប់ដែលត្រាំទុកនោះទៅសាបនៅលើរងសាបក្រោយពីសាបរួចកសិករត្រូវកាប់ចិញ្ច្រាំកម្ទេចចំបើងគ្របពីលើគ្រាប់ដែលបានសាបហើយការពារការខ្ទាតគ្រាប់នៅពេលស្រោចទឹកនិងជួយរក្សាសំណើមកសិករត្រូវស្រោចទឹកមួយថ្ងៃ2 ដងនៅរដូវប្រាំងនិងដករំលោះកូនចេញខ្លះនៅកន្លែងកូនសាឡាត់ដុះញឹកពេកដោយរក្សាទុកដើមដែលផ្លុះល្អសម្រាប់យកទៅស្ទូងលើរងដាំក្រោយពីសាបគ្រាប់បានរយៈពេលពី10ទៅ15ថ្ងៃកសិករអាចដកកូនសាឡាត់យកទៅស្ទូងបានចំពោះគ្រាប់ដែលយើងប្រើយើងទិញមកភាគច្រើនវាមានបរិមាណច្រើនអញ្ចឹងយើងអាចធ្វើការសាបក្នុងបរិមាណមួយដែលមិនអស់ពីកញ្ចប់អញ្ចឹងយើងអាចធ្វើការរក្សាទុកដោយការខ្ចប់វាឬក៏ច្រកវាចូលដបកុំឲ្យមានខ្យល់ចេញចូលដោយសារកាលណាគ្រប់គ្រាប់រុក្ខជាតិទាំងអស់មិនថាគ្រាប់ដំណាំអីទេគឺនៅពេលដែលមានខ្យល់ចេញចូលវានឹងអាចដុះពន្លកឬក៏ខូចនៅសារធាតុចិញ្ចឹមក្នុងគ្រាប់ហ្នឹងកូនដែលសាបដោយក្រោយពីលាយកូនយកមកសាបនៅលើរងរួចយើងអាចប្រើប្រាស់ចំបើងឬក៏កាកសំណល់រុក្ខជាតិផ្សេងដោយការចិញ្ច្រាំឲ្យម៉ត់រួយពីលើដើម្បីកាត់បន្ថយដំណក់ទឹកដែលធ្លាក់ឬក៏ធ្លាក់ខ្លាំងពេកនៅពេលយើងស្រោចធ្វើឲ្យវាកូនវារសាត់គ្រាប់ទៅវារមូលវាអាចធ្វើឲ្យកូនស្មើគ្នាល្អអត់ឆ្លោះល្អម្យ៉ាងទៀតគម្របសម្បើងឬក៏កាកសំណល់រុក្ខជាតិនឹងអាចកាត់បន្ថយពន្លឺមួយចំនួនដោយសារនៅក្នុងដំណាក់កាលនៃកូនរុក្ខជាតិអត់អាចត្រូវការពន្លឺទេព្រោះវាអត់មានស្លឹកសម្រាប់ធ្វើរស្មីសំយោគទេយើងដឹងស្រាប់ហើយថារស្មីសំយោគធ្វើបានដោយស្លឹករបស់វាមានពណ៌បៃតងនៅពេលកូនរុក្ខជាតិគឺអត់មានស្លឹកអញ្ចឹងអត់ត្រូវការពន្លឺហើយមួយទៀតវាអាចរក្សាសំណើមដោយរក្សាសំណើមនៅក្នុងដីដោយគម្របដីជា
កាកសំណល់សម្បើងហ្នឹងហើយម្យ៉ាងនោះទៀតក៏វាអាចសារធាតុដែលចេញពីចម្បើងទៅអាចខ្លាយជាជីបន្ថែមនៅពេលដែលកូនអាចលូតលាស់មកមានឫសចាប់ស្រូបយកសារធាតុចិញ្ចឹមហ្នឹងពួកដីពកឬក៏ដីដែលលាយមកមុខរុក្ខជាតិហ្នឹងអាចរកបាននៅក្រោមដើមឈើបាទក្រោមដើមឈើឬក៏មានដើមអំពិលឬដើមឫស្សីដែលវាមានលាយឫសដែលពុកផុយរបស់រុក្ខជាតិហ្នឹងស្លឹកដែលជ្រុះមកឬក៏ផ្លែផ្កាដែលវាទុំហើយជ្រុះមកនៅក្រោមដើមឈើហ្នឹងវាមានជាតិមកស្រេចដែលប៉ុន្តែបើសិនជាកសិករមួយចំនួនគាត់ប្រើកំប៉ុស្តតែម្ដងវាមានភាពសើចតែប្រហាក់ប្រហែលគ្នារវាងកំប៉ុស្តនិងដីពកហ្នឹងកសិករត្រូវរៀបចំធ្វើរងដាំសាឡាត់ស្របពេលជាមួយគ្នានឹងការសាបគ្រាប់សាឡាត់ដែរក្នុងការរៀបចំដីធ្វើរងដាំសាឡាត់កសិករត្រូវភ្ជួរដីហាលទុករយៈពេល15ថ្ងៃបន្ទាប់មកភ្ជួរត្រឡប់ដីដែលហាលនោះរួចរាស់វាឲ្យរាបស្មើទើបលើកជារងដាំសាឡាត់មានទទឹង1ម៉ែត្រពីទឹកបណ្ដោយ20ម៉ែត្រនិងកាត់ចុះក្រោមឲ្យបានជម្រៅ3តឹកធ្វើដូច្នេះកុំឲ្យរងឆាប់ផុតទឹកពេកនៅលើរងនីមួយៗកសិករត្រូវដាក់ជីលាមកគោពុកផុយចំនួន25បង្គីរួចជ្រុំបញ្ចូលគ្នាជាមួយដីរងនិងទុករយៈពេល3ថ្ងៃទើបដកកូនមកដាំចំពោះការលើករងរួចជាស្រេចយើងអាចមានការលាយកំប៉ុស្តអញ្ចឹងយើងមិនអាចដាំភ្លាមបានទេដោយសារកំប៉ុស្តពេលដែលយើងយកមកភ្លាមវានៅក្តៅបាទក្តៅវាមានហៅថាសារធាតុម្យ៉ាងគឺអាម៉ូញ៉ាឬក៏វាភាយកម្ដៅអាចកូនសត្វដែលយើងដាក់ដាំភ្លាមហ្នឹងវាខ្លោចងាប់តែម្ដងក្រោយពេលដែលយើងរៀបរងរួចស្រេចហ្នឹងយើងដកកូនមកទោះហើយជាមិនយូរវាអាច1ម៉ោងឬក៏2ម៉ោងប៉ុណ្ណោះគឺអាចដាំបានព្រោះតែយើងដកកូនមកវាអាចកន្លះម៉ោងអីប្រភេទរុក្ខជាតិដែលបណ្ដេញសត្វល្អិតជាសក្តិបាទគេថាការស្បៃរឿងសុទ្ធតែអាចការពារនៅដំណាំយើងនៅក្នុងពីសត្វល្អិតដែលចូលស៊ីកូនសាឡាត់មានអាយុពី10ទៅ15ថ្ងៃក្រោយពីការសាបកសិករអាចដកយកទៅដាំនៅលើរងបានក្នុងការដាំកសិករត្រូវដកកូនសាឡាត់ណាដែលមានសុខភាពល្អថ្លោះយកទៅស្ទូងចំណែកការស្ទូងកូនសាឡាត់កសិករត្រូវស្ទូងដោយទុកចន្លោះពីគុម្មួយទៅគុម្មួយចម្ងាយ1តឹកកន្លះក្រោយពីស្ទូងហើយកសិករត្រូវធ្វើដំបូលប្រក់ស្បែកពីលើនិងស្រោចទឹកមួយថ្ងៃ2ដងហេមើលណោឥឡូវនេះសាឡាត់បានដាំរួចហើយតើយើងត្រូវធ្វើដូចម្ដេចដើម្បីឲ្យកូនសាឡាត់យើងលូតលាស់បានល្អពិតមែនហើយដើម្បីឲ្យកូនសាឡាត់លូតលាស់បានល្អកសិករត្រូវថែទាំនិងការដាក់ជីបំពន់វាឲ្យបានដិតដល់សូមពិនិត្យមើលការថែទាំនិងការដាក់ជីបំពន់ទាំងអស់គ្នានៅក្នុងការថែទាំកសិករត្រូវឧស្សាហ៍ជ្រំជ្រោយដីដកស្មៅនិងស្រោចទឹកជីបំពន់ការស្រោចទឹកជីបំពន់ត្រូវធ្វើឡើងនៅពេលសាឡាត់មានអាយុ12ថ្ងៃហើយស្រោចក្នុងរយៈពេល1អាទិត្យម្ដងចំពោះកូនសាឡាត់ដែលសាបបានរយៈពេល8ថ្ងៃត្រូវយកទឹកជីពៅផ្សំពីផ្លែឈើស្រោចក្នុងរយៈពេល3ថ្ងៃម្ដងក្រៅពីដកស្មៅនិងដាក់ជីបំពន់កសិករត្រូវពិនិត្យទៅលើការស៊ីបំផ្លាញរបស់សត្វល្អិតផងដែរចំពោះដំណាំសាឡាត់មួយសប្តាហ៍យើងចាប់ផ្ដើមយកស្មៅពីរោងចេញយើងមិនអាចទុកធំលើសពីនេះកាលណាទុកធំស្មៅធំដែលយើងដកទៅវាអាចប៉ះពាល់ដល់ឫសដំណាំចំពោះសត្វដែលវាចង់មកបំផ្លាញដំណាំសាឡាត់របស់យើងប្រភេទសាឡាត់វាមិនសូវជាចាំបាច់ប្រើទៅលើថ្នាំសំខាន់ទេយើងអាចប្រើថ្នាំដែលយើងផ្សំពីថ្នាំធម្មជាតិមានធ្វើបដូលពេជ្រក្របស្លែងផ្លែធ្លាក់រំដេងក្ដួចស្លឹកទៀបផ្សំជាមួយគ្នានឹងដាក់នឹងធុងហើយយើងលាយទឹកត្រាំហើយយើងកូរជារៀងរាល់ថ្ងៃមួយថ្ងៃអាចកូរបាន2ដងផ្អាប់ទុកកម្រិតរយៈពេល25ថ្ងៃទៅ1ខែយើងអាចចម្រោះវាមកហើយនឹងយកដូចជាធុងប្រេងសណ្តែកយើងអាចលាងស្អាតយើងយកមកស្តុបទុកនៅកន្លែងត្រជាក់យើងយកទឹកថ្នាំនោះ1លីត្រហើយយើងលាយទឹកល្អនោះ16លីត្រក្នុង1ធុងហើយយើងអាចបាញ់ទៅលើដំណាំសាឡាត់ចំពោះការថែទាំនេះខ្ញុំសូមផ្សព្វផ្សាយដល់កសិករក្រៅទៀតមិនយកថ្នាំគីមីថ្នាំស្មៅមកសម្លាប់ស្មៅនៅលើដំណាំវាអាចនឹងខូចទាំងស្រុងបើតែយើងបាញ់ថ្នាំកម្ចាត់ស្មៅ
ទៅលើរោងសាឡាត់គូជិះវាមិនឲ្យប្រើ ដើម្បីឲ្យសាឡាត់លូតលាស់បានល្អអ្នកជំនាញបានផ្ដល់យោបល់ថាកសិករគួរប្រើប្រាស់ជីពៅដែលផ្សំឡើងអំពីផ្លែឈើទុំធាតុផ្សំជីពៅមានដូចជាចេកទុំល្ហុងទុំនិងត្រសក់ទុំចំនួន3គីឡូក្រាមស្ករត្នោតរងូចំនួន1គីឡូក្រាមរបៀបធ្វើគឺកសិករត្រូវចាត់ផ្លែឈើទាំងនោះជាចំណិតតូចៗរួចច្របាច់ច្របល់គ្នាឲ្យសព្វជាមួយនឹងស្ករត្នោតបន្ទាប់មកច្រកចូលទៅក្នុងកែវរយៈពេលពី20ទៅ30ថ្ងៃទើបអាចយកទៅប្រើបានការប្រើប្រាស់ជីពៅទៅលើដំណាំសាឡាត់មាន2យ៉ាងគឺប្រើទៅលើកូនដំណាំនិងទៅលើដំណាំធំចំពោះកូនដំណាំកសិករត្រូវយកទឹកជីចំនួន2ស្លាបព្រាបាយលាយជាមួយនឹងទឹកធម្មតាចំនួន20លីត្ររួចយកទៅស្រោចលើកូនសាឡាត់ដែលមានអាយុតាំងពីនៅតូចរហូតដល់អាយុ20ថ្ងៃក្នុងមួយថ្ងៃស្រោចចំនួន2ទៅ3ដងកសិករត្រូវស្រោចជីពៅនេះនៅពេលល្ងាចប៉ុន្តែមុនពេលដកកូនសាឡាត់ទៅដាំកសិករត្រូវផ្អាកស្រោចទឹកនិងស្រោចជីពៅចំនួន2ថ្ងៃសិនចំពោះសាឡាត់ធំហើយកសិករត្រូវប្រើជីពៅចំនួន4ស្លាបព្រាបាយហើយលាយជាមួយនឹងទឹកចំនួន20លីត្រដូចគ្នារួចប្រើស្រោចទៅលើសាឡាត់ក្នុងមួយអាទិត្យចំនួន2ដងដោយស្រោចនៅពេលល្ងាចគួរបញ្ជាក់ផងដែរថាក្រោយពីការស្រោចទឹកជីពៅរួចកសិករត្រូវស្រោចទឹកលាងស្លឹកចេញដើម្បីការពារការស្រពោនស្លឹកនៅពេលត្រូវកម្ដៅថ្ងៃយកល្អកសិករគួរស្រោចទឹកជីពៅនៅពេលល្ងាចត្រជាក់ហើយទុកមួយយប់ហើយចាំស្រោចទឹកនៅពេលព្រឹកព្រលឹម ពោះជីពៅវាអាចមានសារៈប្រយោជន៍សម្រាប់ដំណាំដោយវាជាប្រភេទជីដែលអាចជួយឲ្យមានការលូតលាស់លើដំណាំល្អដោយចំពោះសត្វល្អិតវិញវាជាប្រភេទជីឬក៏ថ្នាំដែលអាចទាក់ទាញនៅពពួកសត្វមានប្រយោជន៍ដើម្បីមកការពារដំណាំរបស់យើងមានដូចជាឃ្មុំអម៉ាល់ឬក៏ស្រាំងដែលវាតិចទៅលើកៅដែលស៊ីបំផ្លាញដំណាំសាឡាត់ហ្នឹងជីពៅនេះវាផ្សំពីធម្មជាតិដែលវាមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពដូចជីគីមីឡើយការប្រមូលផលសាឡាត់អាចធ្វើឡើងនៅពេលវាមានអាយុ35ថ្ងៃពេលប្រមូលផលកសិករត្រូវផ្អាកស្រោចទឹកមុន1ថ្ងៃក្នុងពេលប្រមូលផលសាឡាត់កសិករត្រូវប្រើចបដែលមានមុខតូចស្ដើងដកផ្ដាច់ឬប្រវែងពី2ទៅ3ផឹងពីគល់ហើយការប្រមូលផលសាឡាត់ត្រូវធ្វើនៅពេលព្រឹកព្រលឹមសាឡាត់ដែលប្រមូលបានត្រូវលាងសម្អាតគល់ឬប៉ុន្តែកសិករត្រូវប្រយ័ត្នមិនឲ្យទៅទឹកស្លឹកទេដែលជាហេតុបណ្ដាលឲ្យសាឡាត់ឆាប់រលួយក្រោយពីសម្អាតរួចកសិករត្រូវរៀបចំសាឡាត់ដាក់ក្នុងកញ្ឆេរដែលមានទ្រាប់ស្លឹកចេកឬស្លឹកឈូកតម្រៀបជាជួរដោយរក្សាឲ្យមានចន្លោះខ្យល់ចេញចូលល្អដើម្បីជៀសវាងការឆាប់រលួយសាឡាត់រយៈពេលដាំបើយើងសរុបហ្មងគឺ30ថ្ងៃមានន័យថារយៈពេលពីបដោះទៅដល់ពេលដាំនោះ10ទៅ15ថ្ងៃហើយពេលដាំនោះគឺប្រហែលជា15ថ្ងៃឬក៏20ថ្ងៃនោះយើងអាចប្រមូលផលបានការដកសាឡាត់យើងធ្វើឡើងនៅពេលល្ងាចជាលក្ខណៈដែលប្រសើរបំផុតព្រោះវាអត់ធ្វើឲ្យសាឡាត់នឹងសពោនក្រោយពីប្រមូលផលរួចទៅវាជួបនៅអាកាសធាតុត្រជាក់ល្ងាចទៅវាយប់អញ្ចឹងមិនធ្វើឲ្យវាខូចគុណភាពសាឡាត់ហើយមុនពេលដកយើងជាធម្មតាពេលល្ងាចយើងអត់ទាន់បានស្រោចទឹកទេមានន័យថាយើងអាចដកមុនពេលស្រោចទឹកបន្ទាប់នេះយើងដកយកទៅលាងជាការងារបន្ទាប់ហើយលាងហ្នឹងគឺលាងជាមួយនឹងទឹកស្អាតក្រោយពេលដែលដកភ្លាមដាច់ខាត់យើងត្រូវតែប្រមូលវាដាក់ម្លប់ទោះបីថ្ងៃល្ងាចតែជួនកាលវានៅសល់ថ្ងៃពេលល្ងាចទោះបីជាម៉ោង4ឬម៉ោង5អាចនៅសល់ពលឺថ្ងៃដែលធ្វើឲ្យវាស្គ្រៀមសពោននិងខូចសម្រស់នៃសាឡាត់ហើយតម្លៃក៏ធ្លាក់ចុះតាមនឹងដែរអញ្ចឹងយើងត្រូវជូនវាដាក់ក្នុងម្លប់ដើម្បីឲ្យវារក្សាភាពស្រស់របស់វាដែរតោះមកយើងយកមកលាងឲ្យយើងរៀបខ្ចប់ឬក៏ដាក់នៅក្នុងជាលយើងអាចធ្វើការទ្រាប់ជាកៅស៊ូផ្លាស្ទិកដែលស្អាតយើងលាងសម្អាតរួចឬក៏ទ្រាប់នឹងស្លឹកចេកដែលល្អវាអាចរក្សាការប៉ះកកិតរវាងសាឡាត់ហ្នឹងជាមួយនឹងជ័រនៃជាលហ្នឹងឬក៏ខូចទ្រង់ទ្រាយក្នុងលក្ខខណ្ឌដែលយើងដឹកជញ្ជូនហ្នឹងដំណាំសាឡាត់យើងអាចដាំបាន
ពី4វគ្គទៅ5វគ្គក្នុងមួយឆ្នាំយើងអាចទទួលលុយបានប្រហែលជា5លានចាខ្ញុំពេញចិត្តចែករំលែកបទពិសោធន៍នេះទៅកសិករដទៃទៀតខ្ញុំអរគុណនឹងគម្រោងដែលបានផ្ដល់បច្ចេកទេសដល់ខ្ញុំនិងកសិករដទៃទៀត ខ្ញុំសូមអំពាវនាវដល់កសិករទូទាំងប្រទេសចង់ធ្វើជាដំណាំសាឡាត់សូមតាក់ទងមកលេខទូរស័ព្ទខ្ញុំបាន012 30 24 35 សូមកុំភ្លេចថាអ្នកអាចមានព័ត៌មានច្រើនជាងនេះនៅក្នុងសៀវភៅបច្ចេកទេសស្ដីពីការដាំសាឡាត់ផលិតដោយគម្រោងបង្ហាញបច្ចេកវិទ្យានៅតំបន់ទន្លេសាប TSTD ដែលអាចរកបានពី website www.tsdcambodia.org ឬតាមរយៈអ្នកជំនាញនៅក្នុងខេត្តនិងស្រុករបស់អ្នកសៀវភៅនោះផ្ដល់ឲ្យអ្នកនូវព័ត៌មានលម្អិតអំពីបច្ចេកទេសជាច្រើនថែមទៀតទៅលើវីដេអូដែលអ្នកកំពុងមើលនេះដូចជា ការត្រៀមសម្ភារៈការធ្វើជាបើការសាបគ្រាប់ការលើករងការដាំដុះការថែទាំនិងការពារនិងការប្រមូលផលជាដើមសៀវភៅនេះក៏អាចជួយអ្នកក្នុងការដាំសាឡាត់ជាលក្ខណៈអាជីវកម្មខ្នាតធំបានផងដែរសូមឲ្យមានសំណាងល្អនិងទទួលបានជោគជ័យជាមួយនឹងការចាប់ផ្ដើមដាំដំណាំសាឡាត់របស់អ្នក